ខ្ញុំកណ្ណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពទូលព្រះបង្គំខ្ញុំសូមក្រាបថ្វាយបង្គំចំពោះសម្ដេចសង្ឃទាំងពីរគណៈសម្ដេចសង្ឃនាយកសម្ដេចសង្ឃនាយករងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ដោយសេចក្តីគោរពថ្វាយបង្គំចំពោះព្រះគ្រូចារការវត្តសម្ពុំមេព្រះមង្គលសត្តាដោយសេចក្តីគោរពនិងធ្វើសេចក្តីរាប់អានចំពោះកណ្ណាគុណចាស់ជានុទេសាមណេរគ្រប់អង្គនិងមួយលើចំណាត់ពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានតាមដានស្ដាប់នៅសម្លេងបន្ទរវត្តសម្ពុំមេជាកម្មវិធីក៏បានចូលមកស្វាគមន៍សម្រាប់កណ្ណាគុណចាស់និងញាតិញោមពុទ្ធបរិស័ទសាជាថ្មីនៅល្ងាចថ្ងៃពុធនេះនឹងពីម៉ោង7ដល់ម៉ោង8ជាកម្មវិធីល្ងាចនេះជាកម្មវិធីទេវតាសង្យុត្តនិងទេវតាសង្យុត្តដែលមានទេវតាចុះមកសាកសួរព្រះមេវិភាប៉ុន្តែគ្រាន់តែវគ្គនេះចប់ទេវតាណាទេវតាទេវពុទ្ធមកសាកសួរចឹងក៏មានចូលនៅក្នុងទាក់ទងទៅនឹងព្រះរាជានឹងចូលមកសាកសួរព្រះមេវិភានិងព្រះបាទបសេនទីកោសលនឹងបានសាកសួរបញ្ហាកម្មជាច្រើននៅជុំវិញវត្តបរិបត្តិនៅក្នុងនឹងព្រះពុទ្ធសាសនានិងវត្តបរិបត្តិនៅក្នុងការគ្រប់គ្រងរដ្ឋប្រកបដោយធម៌ការគ្រប់គ្រងនិងការគ្រប់គ្រងគ្រួសារនិងនៅជុំវិញនៅជុំវិញគ្រួសារនិងញាតិសានុវង្សនៅរបស់ព្រះអង្គចឹងមានកិច្ចនឹងប្រតិបត្តិនៅជុំវិញនៅក្នុងសង្គមគ្រួសារនៅក្នុងសង្គមការងារនិងនៅក្នុងសហគមន៍នឹងអញ្ចឹងធัวទាំងអស់ហ្នឹងគឺយើងយកមកប្រើគ្រប់នឹងត្រូវទាំងអស់នៅក្នុងសង្គមគ្រួសារសង្គមការងារឬក៏សង្គមសហគមន៍របស់យើងនៅក្នុងសង្គមយើងនឹងអញ្ចឹងជាមូលនិងជាមូលមួយនៅក្នុងការយកមកប្រើប្រាស់សម្រាប់កណ្ណាគុណចាស់និងញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងអញ្ចឹងដូចថាយើងស្ដាប់ហើយគ្រាន់តែព្រោះចោលអត់ទេអញ្ចឹងយើងស្ដាប់ព្រោះហើយយើងយកមកបដិបត្តិនឹងនៅក្នុងធัวគេយើងហៅថាសុតនបិដកនឹងប្រសូតហ្នឹងអញ្ចឹងមិនមែនដែលយើងស្ដាប់ហើយអញ្ចឹងទៅចោលអញ្ចឹងទៅស្ដាប់តែឮតែសំឡេងពីរោះអង្គណាអត់ពីរោះអញ្ចឹងទៅអញ្ចឹងរពោះរភេកផ្សេងណាចេះស្ដាប់សំឡេងពីរោះហ្នឹងប៉ុន្តែសំឡេងពីរោះហ្នឹងវាអត់មានខ្លឹមអញ្ចឹងវាអត់មានខ្លឹមអញ្ចឹងស្ដាប់ទៅនឹងបានតែស្រាយដូចតែយើងយកនឹងយើងជ្រើសរើសយកធ្វើតុកធ្វើទូចឹងចង់បានតែបេងកញ្ញូងនាងនួនឬក៏សាឡាវចឹងណាហើយដល់ពេលយើងស្ដាប់ធัวអត់ចេះរើសនឹងយកតែស្ដាប់តែកំណាព្យអីចឹងទៅបញ្ជោអីខ្លះទៅជួយចិត្តហ្នឹងលោកចាស់ហ្នឹងទេវរស់ដល់ពេលធัวសុទ្ធនឹងដើម្បីបដិបត្តិទៅតាមបរិបទារបស់ពុទ្ធអត់ទេណាប៉ុន្តែអាខាងក្រៅហ្នឹងគឺយើងឲ្យតម្លៃរបស់ខាងក្រៅយើងចង់បានរបស់ដែលជួបរបស់ដែលស្អាតរបស់ដែលវាមាំប្រើបានយូរនឹងយ៉ាងណាមិញអញ្ចឹងញាតិញោមស្ដាប់ជារឿយទោះបីថាខ្ញុំកណ្ណាអាត្មាភាពហ្នឹងសំដែងមិនសូវពីរោះក៏ពិតមែនក៏បន្តិចស្ដាប់សាច់ធម៌ដើម្បីយកបដិបត្តិនឹងមិនមែនតែវិន័យបេដកហ្នឹងយើងបដិបត្តិនឹងយើងបដិបត្តិបានល្អហើយប្រសូតយើងក៏ស្ដាប់យល់អញ្ចឹងចោលយល់ចោលអញ្ចឹងទេអញ្ចឹងប្រសូតហ្នឹងគឺយើងស្ដាប់យល់ហើយយើងបដិបត្តិនៅក្នុងហ្នឹងនឹងដែរមានទេវតាសាកសួរក្តីព្រះបាទបសេនទីកោសលក្តីព្រះមូលិកាទេវីក្តីនឹងអញ្ចឹងជាវត្តបដិបត្តិមួយល្អនឹងល្អញាតិញោមឃើញយើងសិក្សាមើលនៅជុំវិញប្រសូតមកនឹងចាប់ពីសូត្រដំបូងមកនឹងមានសូត្រច្រើននឹងអញ្ចឹង
សូមអត់ទោសជាការមានបញ្ហាបច្ចេកទេសអត់សូវល្អអញ្ចឹងញាតិញោមអញ្ចឹងនៅក្នុងវត្តបដិបត្តិនៅវត្តបដិបត្តិយើងជាស្វាមីភរិយានឹងមានប្របាទបសិនទីកោសលហើយនឹងព្រះនាងមូលិកាទេវីនឹងដែលជាពុទ្ធសាសនូបត្ថម្ភនឹងដ៏ឆ្នើមឬក៏ជាឧបថាយិកាដ៏ឆ្នើមនៅក្នុងពុទ្ធសាសនាហ្នឹងអញ្ចឹងដែលមានវត្តបដិបត្តិល្អនឹងឆ្លុះបញ្ចាំងទៅលើសូត្រពីដំបូងរហូតមកអញ្ចឹងសំដែងរាប់ខែនឹងសម្ដែងរាប់ខែមកហើយអញ្ចឹងវត្តបដិបត្តិហ្នឹងអញ្ចឹងចេះយោគយល់អត់ឱនហើយនឹងភរិយាអញ្ចឹងវត្តបដិបត្តិរបស់ភរិយាព្រះនាងមូលិកាទេវីហ្នឹងអញ្ចឹងលោកព្រះនាងច្រើនតែឲ្យតម្លៃដល់ស្វាមីដើម្បីឲ្យស្វាមីនឹងមានគុណធម៌នឹងគុណធម៌ហ្នឹងអញ្ចឹងអាវត្តបដិបត្តិហ្នឹងអញ្ចឹងការងាររឿយនឹងសម្រាប់ភរិយានៅភរិយាអញ្ចឹងការងាររឿយជាឲ្យតម្លៃទោះបីថាភរិយាមកពីតកូលដែលក្រីក្រនឹងតកូលដែលអ្នកក្រងផ្កាហើយមានរូបអត់ស្អាតនឹងរូបអត់ស្អាតទៀតអញ្ចឹងប៉ុន្តែព្រះរាជាឬឲ្យតម្លៃដល់នាងដោយសារនាងជាស្ត្រីអឈ្លីវ័យនិងស្ត្រីដែលជាអ្នកប៉ិនប្រសប់នៅក្នុងការច្នៃប្រឌិតនឹងដូចថាអ្នកក្រងផ្កាអញ្ចឹងគេក្រងដើម្បីមើលទៅចាប់អារម្មណ៍បូជាហើយទៅដល់ពុទ្ធស្ថាននឹងអញ្ចឹងមើលទៅចាប់អារម្មណ៍ទៀតដែលស្អាតដើម្បីទាក់ទាញភ្ញៀវយ៉ាងណាមិញនៅក្នុងសិល្បៈនៃការរស់នៅរបស់ព្រះនាងមូលិកាដែលគាត់កែច្នៃនិងកែច្នៃជីវិតដែលការរស់នៅហ្នឹងជាការទៅបៀតបៀនសត្វចឹងទៅដូចជាការបូជាយញ្ញអញ្ចឹងដែលតែអាមាត្យអីចឹងទៅមានការទុះទាយនៅក្នុងព្រះរាជវាំងថាជាមួយត្រូវបូជាយញ្ញចឹងទៅចឹងត្រូវសម្លាប់សត្វអីច្រើនអញ្ចឹងទៅព្រះនាងមូលិកាចឹងចេះកែច្នៃទៅបានទិន្នន័យពីព្រះពុទ្ធអញ្ចឹងទៅចឹងយកមកកែច្នៃនៅអាជីវិតដែលសម្លាប់គេហ្នឹងបៀតបៀនគេហ្នឹងចឹងកែច្នៃអព្រឹត្តិការណ៍ហ្នឹងជាវត្តបដិបត្តិដើម្បីជូនស្វាមីហ្នឹងគឺឲ្យមានគុណធម៌ហ្នឹងចឹងជាកែច្នៃបង្វែរព្រឹត្តិការណ៍បាបឲ្យមកបនវិញហ្នឹងចឹងចេះកែច្នៃចឹងណាហើយអត់ប្រកាន់ទៀតណាអត់ប្រកាន់ទោះបីថាព្រះនាងឆ្លៀសវ័យហើយចឹងរូបសម្បត្តិក៏មិនសូវស្អាតហើយតកូលដែលទុនទាបហ្នឹងចឹងទៅចឹងក៏ឲ្យតម្លៃចឹងដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាក៏ដូចគ្នាអញ្ចឹងដែរចឹងជាឲ្យតម្លៃទោះបីថាប្រពន្ធភរិយាដែលមិនសូវស្អាតនឹងគេបង្អាប់ចុះបង្អាប់ឡើងខឹងប្រពន្ធខ្លួនឯងចង់ដេញទៅស្រុកម៉ែវិញណាមានអញ្ចឹងញាតិញោមជាការគាត់ទាំងធ្វើម៉េចដូចថាអញ្ចឹងជាការតាមម៉ែតាមឪអញ្ចឹងទៅតាមបងប្អូនថាបងឯងយកភរិយាត្រូវជាបងប្អូនមិត្តភក្តិខ្ញុំអញ្ចឹងគាត់គ្រាន់បើដែរអញ្ចឹងហើយចំណេះដឹងហ្នឹងក៏គ្រាន់បើហើយនឹងតកូលគេហ្នឹងក៏គ្រាន់បើដែរនឹងដូចថាមិនក្រពេកមិនមានពេកអញ្ចឹងទៅដល់ពេលមកអញ្ចឹងទៅវាមានកន្លែងឆក់ល្វែងខ្លះដែលយើងមើលអត់សូវគ្រប់ណាអញ្ចឹងមកគេបង្អាប់ថាប្រពន្ធនឹងបងឯងស្អាតអន់ចេះមួយអញ្ចឹងទៅអញ្ចឹងចង់ដេញប្រពន្ធទៅស្រុកវិញទៅស្រុកម៉ែខ្លួនឯងវិញអញ្ចឹងណាហ្នឹងអញ្ចឹងដល់ពេលយើងដឹងអំពីវត្តបដិបត្តិហើយទោះបីថាខ្មៅសនឹងឬទៅតកូលដែលមិនសូវមានបានយ៉ាងណាឬក៏ការរស់នៅនឹងអញ្ចឹងបដិបត្តិថាគាត់នៅស្រុកស្រែអញ្ចឹងយើងយកមកភ្នំពេញអញ្ចឹងទៅបដិបត្តិនៅស្រុកស្រែហ្នឹងអញ្ចឹងវាអត់ទាន់បត់បែនលឿនណាអត់ទាន់បត់បែនលឿនអញ្ចឹងទៅអញ្ចឹងចេះតែនឹងក្រុមញាតិថាអញ្ចេះមួយថាប្រពន្ធបងឯងនឹងល្ងងណាឬគុណប្រពន្ធពួកឯងល្ងងអញ្ចឹងគាត់បត់បែនអត់ទាន់បដិបត្តិនៅក្នុងភ្នំពេញអញ្ចឹងទៅអញ្ចឹងក៏យើងអនុគ្រោះនឹងជួយបង្រៀនជួយតម្រែតម្រង់នឹងការងារហ្នឹងឲ្យល្អនឹង
បដិបត្តិនៅក្នុងវត្តបដិបត្តិហ្នឹងគឺអញ្ចឹងនៅធ្វើរឿយអញ្ចឹងធ្វើរឿយទៅវិញគ្នាទៅវិញទៅមកមិនថាយើងគិតថាភរិយាហ្នឹងគឺត្រូវនឹងបរិបទខ្មែរយើងគឺត្រូវគោរពស្វាមីប៉ុន្តែស្វាមីក៏យើងត្រូវមានវត្តបដិបត្តិដូចគ្នានៅក្នុងការអនុគ្រោះការយោគយល់ការអត់ឱនដែលស្ត្រីហ្នឹងគឺមានកម្លាំងខ្សោយអញ្ចឹងណាមានកម្លាំងខ្សោយនឹងពេលដែលឆ្លងទលេអីចឹងទៅអញ្ចឹងឃើញគាត់ខ្សោយមែនហ្នឹងគាត់តមច្រើននឹងតំណមហ្នឹងគឺធ្វើការធ្ងន់ត្រូវគេហៅថាជំងឺទាស់ណាជំងឺទាស់ខ្លះទៅទាស់រឹងធ្គាមទៅខ្លះទៅទាស់ទៅជារីងរៃចឹងណារីងរៃចឹងទៅអញ្ចឹងយើងត្រូវថ្នាក់ថ្នមពេលដែលគាត់កូនខ្ចីហ្នឹងនៅមិនទាន់រឹងដៃរឹងជើងអញ្ចឹងទៅអញ្ចឹងអាហ្នឹងយើងបដិបត្តិទៅជាមួយនឹងគាត់នឹងកុំឲ្យមានជំងឺទាស់ហ្នឹងនឹងជំងឺទាស់ហ្នឹងអញ្ចឹងយើងមើលតាមប្រភេទថ្នាំខ្មែរថ្នាំបុរាណអញ្ចឹងប្រភេទថ្នាំខ្មែរហ្នឹងគឺបកែដែរនឹងមានប្រមាណមុខងារអញ្ចឹងដាក់ទៅគឺទាស់រឹងធ្គាមហ្នឹងជាងការទៅយើងប្រុសធ្វើការងាររាជការហ្នឹងទៅរៀនគ្រូកុសលឬក៏ទៅរៀនវិជ្ជាជីវៈអីផ្សេងអញ្ចឹងទៅក្រៅប្រទេសហ្នឹងណាទៅមួយឆ្នាំអញ្ចឹងទៅនៅជាមួយនៅម៉ែនឹងម៉ែក្មេកអីចឹងទៅអញ្ចឹងការងារខ្លះអញ្ចឹងគាត់ធ្វើដូចប្រុសអញ្ចឹងដល់ធ្វើដូចប្រុសអញ្ចឹងទៅអញ្ចឹងអាជំងឺហ្នឹងគេហៅថាជំងឺទាស់ហ្នឹងរឹងធ្គាមឬជំងឺវាទាស់អីវាខ្លាំងណាចិត្តទៅអញ្ចឹងទៅយើងត្រូវឆ្លៀសវៃតើមួយណាដែលយើងប្រើស្រួលណាប្រើស្រួលអញ្ចឹងទៅឲ្យអស់លុយតិចណាអញ្ចឹងយើងឆ្នៃអញ្ចឹងតាមបុរាណណាអញ្ចឹងអត់មានបដិសេធថ្នាំឬឈើឬអីទេអញ្ចឹងគឺបកែណាថ្នាំទាស់ហ្នឹងថ្នាំខ្មែរហ្នឹងអញ្ចឹងដាក់មួយផ្លែតគឺបាត់មកបិចញើសជោគណាអញ្ចឹងវត្តបដិបត្តិហ្នឹងគឺវត្តតាក់ណាអញ្ចឹងមិនមែនតែប្រសងណានឹងហើយមិនមែនថាឃើញខ្លោងទ្វារឃើញពហិឃើញសាលាឆានអត់ទេគឺការបំពេញការងាររឿយណាអញ្ចឹងបើយើងគិតពីស្វាមីភរិយាអញ្ចឹងយើងធ្វើទឹកក្តៅទឹកត្រជាក់ម្ហូបអាហារព្រឹកល្ងាចថ្ងៃត្រង់អញ្ចឹងណានឹងហើយពេលដែលឈឺពេលដែលមានការងារលំបាកអញ្ចឹងយើងអត់ដើរចោលគ្នាទេណាអញ្ចឹងយើងត្រូវមើលគ្នាទៅវិញទៅមកនិងមើលថែគ្នាទៅវិញទៅមកពេលក្តៅខ្លាំងអញ្ចឹងយើងត្រូវអីដាក់ទឹកជូតគ្នាទៅវិញទៅមកអញ្ចឹងទៅនឹងឲ្យទឹកកម្ដៅហ្នឹងវាចុះទៅវិញនឹងត្រូវមើលថែគុសបាច់អញ្ចឹងណានឹងអញ្ចឹងវត្តហ្នឹងវតជាងតហ្នឹងអញ្ចឹងមិនមែនវត្តតែវត្តលោកទេណាប៉ុន្តែអាវត្តបដិបត្តិរបស់យើងហ្នឹងបំពេញរឿយនឹងបំពេញរឿយអញ្ចឹងដូចថាភរិយាដែលពូកែហ្នឹងគឺមហូបធ្វើមហូបឆ្ងាញ់ចាត់ចែងការងាររៀបចំទុកដាក់លុយកាក់អីចឹងណាលុយកាក់អត់មានរៀបចំស្វាមីយកមកអញ្ចឹងទៅអញ្ចឹងយើងមានវត្តបដិបត្តិមួយយើងត្រូវរក្សាទ្រព្យហ្នឹងអញ្ចឹងអត់មានបានលុយមកដាក់ពេញកប៉ៅជួវងបៀនិងវងឆ្នោតវងអីទេអត់ទេវងអីអាឡូតូអីអត់ទេណាអញ្ចឹងយើងត្រូវគ្រប់គ្រងលុយហ្នឹងឲ្យល្អនឹងឲ្យល្អអញ្ចឹងមួយខែដឹងសិច្ចការហ្មងអញ្ចឹងលុយប៉ុណ្ណេះនឹងសល់ប៉ុណ្ណេះលុយចាយប៉ុណ្ណេះនៅសល់ប៉ុណ្ណេះនឹងសម្រាប់ធ្វើការងារនឹងលោកស្វាមីឯងការងារគម្រោងអីខ្លះអញ្ចឹងទៅអញ្ចឹងលុយហ្នឹងនៅសល់ប៉ុណ្ណេះអាចគម្រោងដើរទៅមុខទៀតប្រមាណមុខងារទៀតមុខរបរហ្នឹងហើយត្រូវយើងគិតស្ទង់ស្ទាបមើលតើ10ឆ្នាំទៀតនឹងលោកស្វាមីឯងរមកខ្ញុំសំហ្នឹងត្រូវមានចក្ខុវិស័យអីខ្លះនឹងធ្វើអីខ្លះនឹងបង្កើតអីខ្លះអញ្ចឹងត្រូវរៀបចំចាត់ចែងអញ្ចឹងទៅដើម្បីឲ្យការងារហ្នឹងវាទៅហើយវាចម្រើននឹងដល់ចម្រើនទៅវាមានមុខមានមាត់អញ្ចឹងខាងតឡងទាំងសងខាងម្ដាយឪពុកយើងទៅពីរហ្នឹងតឡងគាត់អញញឹមអញែមដាក់គ្នានឹងរស់រាយហើយបានប្រយោជន៍ពីកូនហ្នឹងទាំងសងខាងទៀតចឹងនឹងពេលឈឺពេលអីហ្នឹងដាក់លុយមកក្រាំងមកតាមធនាគារមកណាយ៉ាងរាល់ថ្ងៃគឺយើងប្រើតាមធនាគារ scan បុបមក
នឹង400-500 1000 2000អីចឹងទៅចឹងវាធ្ងន់ដែរហ្នឹងដូចជាលឺសូទម្ងន់សូក្រាំងដែរណាបើយើងអត់ណាមកមើលឲ្យតែ 100000 ណាដូចចឹងធ្វើអី 100000 ហ្នឹងដល់ពេលដាក់មកសុទ្ធតែ500 2000 4000 5000 ណាចឹងវាមានទម្ងន់ចឹងយើងថាអីកូនយើងដូចថាប្រសពមែនយើងរោតឡងយើងនឹងរកូនយើង2នាក់នឹងទៅវាឆ្លៀសវៃប្រសពហើយត្រូវគ្នាទៀតហើយរចិត្តឡើងនឹងលៀបសការៈឡើងឈឹបហ្មងណាចឹងសម្បូរបែបរបស់អត់ចេះខ្វះហ្នឹងចឹងសរុបសេចក្តីមកនៅថ្ងៃនេះlàតេតងទៅនឹងវត្តបដិបត្តិនៅក្នុងស្វាមីនិងភរិយាចឹងត្រូវបំពេញវត្តបដិបត្តិរវាងគ្នានឹងគ្នាហើយជាឲ្យគុណធម៌ដល់គ្នានឹងគ្នាជាបង្វែរអព្រឹត្តិការណ៍បាបមកព្រឹត្តិការណ៍បុណ្យអញ្ចឹងណាព្រឹត្តិការណ៍ដែលអត់ប្រយោជន៍អញ្ចឹងនាំប្រយោជន៍មកស្វាមីនិងស្វាមីក៏ដូចគ្នានាំប្រយោជន៍ឲ្យភរិយានៅក្នុងការឲ្យតម្លៃគ្នាទៅវិញទៅមកទោះបីគ្រាក្រក៏យើងគិតគូរគ្រាមានសម្បូរលក្ខសការៈក៏យើងគិតគូរគ្នាមិនភ្លេចគ្នានឹងនៅក្នុងសង្គមគ្រួសារដែលល្អហើយមានភាពស្មោះស្ម័គ្រនិងភក្តីភាពនិងទៅវិញទៅមកស្រឡាញ់គ្នានឹងទៅតាមនឹងធัวនឹងមេត្តាធัวនឹងប្រព្រឹត្តទៅនឹងឲ្យល្អរហូតទៅខំគេហៅខំពោតលេះខំជែករបូតខំពោតលេះរហូតទៅអស់ជីវិតរៀងខ្លួនទៅនឹងចឹងចូលរួមប៉ុណ្ណឹងចុះដើម្បីប្រគេនដល់ព្រះមហាដើម្បីសម្ដែងបន្តកណាអរគុណម្ចាស់យើងនឹងសិក្សានៅក្នុងពីតុសូត្រសូត្រដែលនិយាយអំពីធីតាធីតុហ្នឹងខ្ញុំបានជ្រាបណានិយាយពីធីតាយ៉ាងម៉េចទៅកូនស្រីហ្នឹងណាថាកូនស្រីហ្នឹងយ៉ាងម៉េចទៅមិននិយាយមិនតាក់ទងមួយកូនស្រីហ្នឹងអញ្ចឹងដើម្បីដឹងសេចក្តីនឹងបន្ថែមហើយជាចំណាប់អារម្មណ៍កម្មវិធីផ្សាយហ្នឹងផ្សាយអំពីសូត្រហ្នឹងវាយ៉ាងម៉េចរឿងរ៉ាវហ្នឹងយ៉ាងម៉េចដើម្បីបានញាតិញោមពុទ្ធបរិស័ទនឹងបានជ្រាបអំពីមូលហេតុដើមឬន័យខាងដើមនៅក្នុងប្រធានបទដែលកម្មវិធីផ្សាយនឹងលើកមកហ្នឹងក្នុងន័យប្រសូតហ្នឹងតកតងនៃខ្លឹមសារយ៉ាងណាខ្លះអញ្ចឹងដើម្បីកុំឲ្យនៃសេចក្តីហ្នឹងក្រែងលោថានិយាយចេញអំពីអ្វីទៅនេះណាអញ្ចឹងក៏ពុទ្ធបរិស័ទញាតិញោមស្ដាប់នៃខាងដើមនៃខាងដើមហ្នឹងគឺពុទ្ធដីកាព្រះអង្គត្រាស់ជាមួយនឹងប្របាទបសេនតិកុសលត្រាស់នឹងហេតុអីបានត្រាស់ថាមកអំពីរាជាព្រះអង្គមិនពេញបតីនឹងពនាងមល្លិកាប្រសូតបានបុត្រីក៏ណាមានអ្នកនាំសារនាំដំណឹងមកថាព្រះអង្គបានរាជธิតាប្រសូតបានរាជธิតាហើយប៉ុណ្ណឹងមកអន់ចិត្តប្រយអន់បតីពេលហ្នឹងឯងព្រះមានភាពព្រះអង្គជ្រាបព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបបតីរបស់ប្របាទបសេនតិកុសលហ្នឹងបានព្រះអង្គទ្រង់ត្រាស់ថាមហាបពិតជាធំជាងជនសូមព្រះអង្គចិញ្ចឹមតែពួកស្ត្រីដែលមានបញ្ញាមានសិលមានម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាជាអ្នកធ្វើវត្តដល់ប្តីនេះលោកចាស់លើកមិញជាអ្នកធ្វើវត្តដល់ប្តីណាជាស្ត្រីប្រសើរនឹងប៉ុណ្ណេះសិនដើម្បីថាការលើកឡើងហ្នឹងវាចេញនៃខ្លឹមសារយ៉ាងណាហើយនិយាយនៅក្នុងប្រធានបទហ្នឹងវាមូលនៅក្នុងពុទ្ធដីកានឹងត្រង់ណាឬក៏ថាបែកឆ្ងាយវែងឆ្ងាយហួសទៅក៏ត្រង់ណាត្រឹមណាអីហ្នឹងក៏ញាតិញោមបានផ្ទៀងផ្ទាត់ជាមួយនឹងពុទ្ធដីកានៅក្នុងធីតសូត្រហ្នឹងបានដឹងថាតើពុទ្ធដីកាត្រាស់ថាម៉េចហើយ
ការផ្សព្វផ្សាយហ្នឹងនៃសេចក្តីហ្នឹងវាពាក់ព័ន្ធនឹងយ៉ាងម៉េចទៅចឹងព្រះអង្គត្រាស់ម្ដងទៀតថាបបិទ្ធព្រះអង្គជាធំជាងជនគឺសំដៅដល់ព្រះរាជាហ្នឹងណាបបិទ្ធព្រះអង្គជាធំជាងជនសូមព្រះអង្គចិញ្ចឹមតែស្ត្រីពួកដែលមានបញ្ញាមានសិលមានម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាជាអ្នកធ្វើវត្តដល់ប្តីជាស្ត្រីប្រសើរហ្នឹងអានខ្លឹមសារប៉ុណ្ណឹងហើយកម្មវិធីហ្នឹងបានរៀបរាប់អំពីអត្ថន័យពីដើមមកហើយរៀបរាប់ចូលតកតងនឹងស្ត្រីដែលមានបញ្ញាដែលមានសិលថ្ងៃហ្នឹងដាក់ប្រធានបទហ្នឹងគឺភ្ជាប់បន្តថាជាអ្នកមានឪពុកក្មេកម្ដាយក្មេកដូចជាទេវតាហើយភ្ជាប់មួយឃ្លាទៅជាមួយគ្នាទៀតទៅថាជាអ្នកធ្វើវត្តដល់ប្តីនេះជាអ្នកធ្វើវត្តដល់ប្តីធ្វើវត្តមិនមែនធ្វើវត្តលោកនឹងឲ្យប្តីទេវត្តហ្នឹងយើងសំដៅថាវត្តលោកនេះក៏បានដែរវត្តសំពៅមេឃអញ្ចឹងណាហ្នឹងវត្តហៅវត្តអាហ្នឹងវាចេញពីវត្តបដិបត្តិហ្នឹងណាទីកន្លែងដែលសម្រាប់ទីកន្លែងដែលទៅបដិបត្តិទីកន្លែងដែលបដិបត្តិហ្នឹងហើយបដិបត្តិអីសិក្សាបដិបត្តិធម៌វិន័យអញ្ចឹងហ្នឹងកន្លែងវត្តហ្នឹងអញ្ចឹងបានហៅវត្តណាឬក៏ហៅថាអារាមណាហៅវត្តនេះវត្តនោះវត្តសំពៅមាសវត្តប្រពុតមានបនវត្តមង្គលវ័នវត្តគុលតឹងវត្តអីទៅអាហ្នឹងឯងវត្តហ្នឹងប៉ុន្តែហៅទៅវាទៅជាពាក្យហ្នឹងវាទៅជាឈ្មោះហើយឈ្មោះប៉ុន្តែឈ្មោះហ្នឹងគឺចេញអំពីឲ្យដឹងថាឈ្មោះហ្នឹងមានអត្ថន័យមានអត្ថន័យជាវត្តបដិបត្តិជាកន្លែងបដិបត្តិអញ្ចឹងស្ត្រីជាអ្នកធ្វើវត្តដល់ប្តីធ្វើវត្តអាម៉េចគឺបដិបត្តិដល់ប្តីបដិបត្តិអាម៉េចទៅអាហ្នឹងយើងខ្ញុំសិក្សាស្ដាប់អ្នកមានគូស្វាមីភរិយាគឺអាចារ្យតែងដល់អាវាតតែងផ្ដល់អាវាតនាំពំនាំនៅធរអាតួនាទីអីចឹងមកដល់គូស្វាមីភរិយាប៉ុន្តែនេះក៏សំដៅដល់កន្លែងដែលស្ត្រីជាភរិយាណាជាអ្នកមានវត្តបដិបត្តិដល់ប្តីហ្នឹងគឺវត្តបដិបត្តិល្អណាហើយរំលឹកពីខាងដើមតិចនេះដែលព្រះអង្គទ្រង់ត្រាស់ថាសូមព្រះអង្គចិញ្ចឹមតែស្ត្រីពួកដែលមានបញ្ញាមានសិលមានបញ្ញានេះគឺមេធាវីនឹងហើយប៉ុន្តែមានពាក្យបាលីដែលលោកបញ្យលនៅក្នុងអត្ថកថាណាពាក្យថាសីយានេះសីយានេះគឺថាសំបីនេះតាមន័យអត្ថកថាលោកបញ្យលទេថាសីយានេះគឺសំដៅដល់ស្ត្រីខ្លះសូម្បីស្មើនឹងអ្នកមានបញ្ញាទុនខ្សោយក៏នៅប្រសើរជាងកូនដែលគោអញ្ចឹងចង់មានន័យថាម៉េចពុទ្ធិកានេះនៅពេលដែលព្រះអត្ថកថាលោកបញ្យលខាងដើមបាញ់មិញប៉ុណ្ណឹងអញ្ចឹងនៅពុទ្ធិកាដែលព្រះអង្គត្រាស់ថាសូមព្រះអង្គចិញ្ចឹមតែស្ត្រីតែពួកស្ត្រីដែលមានបញ្ញាពួកស្ត្រីអញ្ចឹងពួកស្ត្រីហ្នឹងបើនិយាយចង់សំដៅដល់ក្នុងបសូតហ្នឹងគឺពនាងមូលិកាព្រមទាំងកូនស្រីហ្នឹងផងណាបើទោះជាកូនស្រីហ្នឹងមានបញ្ញាទុនខ្សោយក៏គង់ប្រសើរជាងកូនដែលគោណាប៉ុន្តែទោះជាកូនគោក៏ដោយធម្មតាដល់កើតមកហើយជាកូនណាត្រូវចិញ្ចឹមបីបាច់ថែរក្សាហើយប៉ុន្តែព្រះអង្គត្រាស់នឹងព្រះរាជាថាសូមព្រះអង្គចិញ្ចឹមពួកស្ត្រីដែលមានបញ្ញាមានសិលអញ្ចឹងបញ្ញានឹងរួមទាំងកូននឹងស្ត្រីនឹងរួមទាំងកូនស្រីនឹងផងជារាជธิតានឹងផងហើយនឹងសំដៅដល់ពនាងមូលិកានឹង
ដោយត្រង់ទៅណាហើយជាអ្នកមានសិលមានម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាកន្លែងនេះកន្លែងហ្នឹងបើយើងមើលន័យហ្នឹងទៅណាមិនបានមើលស្រាវជ្រាវសេចក្តីហ្នឹងទៀតពាក្យឃ្លោងឃ្លាហ្នឹងវាទៅជាម្ដាយក្មេកនិងឪពុកក្មេកម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាមានន័យថាម្ដាយហើយឪពុកដូចជាទេវតាតែតាមន័យសេចក្តីហ្នឹងគឺថាស្ត្រីដែលមានម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាហ្នឹងគឺសំដៅដល់ស្ត្រីខ្លួនឯងនេះដែលមានការគោរពកោតក្រែងបំរើខ្នះខ្នែងឪពុកក្មេកម្ដាយក្មេកជាទីគោរពអញ្ចឹងវត្តបដិបត្តិរបស់ស្ត្រីដែលជាភរិយាហ្នឹងគឺគោរពម្ដាយក្មេកឪពុកក្មេកដូចជាទេវតាណាឬក៏ដូចជាម្ដាយឪពុករបស់ខ្លួនឯងណាចឹងមកនៅក្នុងតួនាទីវាមានបពទេវៈមួយណែអាហ្នឹងបពទេវីហ្នឹងអាហ្នឹងតួនាទីរបស់ម្ដាយឪពុកទេណាអាហ្នឹងចំហ្មងបពទេវីហ្នឹងទេវតាដើមមានន័យថាជាអ្នកថែរក្សាណាទេវតាគឺថាឪពុកម្ដាយហ្នឹងគឺជាមុននឹងមានគូស្វាមីភរិយាអីថែរក្សាគ្នាគឺថាខាងដើមផុតឬក៏ទៅណាមានអាណាព្យាបាលនៅផ្ទះម្ដាយគេថានៅព្រៃមិននៅផ្ទះម្ដាយជាមួយនៅព្រៃម្ដាយទីតីនៅនេះមិននិយាយមិនត្រូវអាហ្នឹងនៅផ្ទះម្ដាយទីតីទៅព្រៃម្ដាយជាមួយគេណានៅផ្ទះម្ដាយទីតីពីគ្នាទៅព្រៃម្ដាយជាមួយរួមគ្នាអញ្ចឹងមើលការពារយកអាសាគ្នាណាប៉ុន្តែនៅផ្ទះហ្នឹងគឺថាមានម្ដាយរៀងខ្លួនអញ្ចឹងតាំងពីកើតមកហើយមិនតាំងកើតទេសូម្បីតែតាំងនៅក្នុងផ្ទៃក៏ម្ដាយថែរក្សាណាព្រោះមានការប្រុងប្រយ័ត្នញាតិញោមស្ត្រីហ្នឹងដឹងថាខ្លួនឯងមានផ្ទៃហើយថែទាំផ្ទៃណាថែទាំដូចជារបស់ហិលអីក៏ហ៊ានហើយនឹងទាំងការបរិភោគទាំងអរិយាបថអីក៏មិនចិត្តលិកលុកអីក៏អត់ហ៊ានលោតដែរចាបើពីអត់ទាន់មានកោគាត់លោតណាពេលហ្នឹងគាត់ថ្នមគាត់ដើរចុះដល់ថ្នមណារឿងឈោងខ្ពស់ហ្នឹងក៏បុរាណក៏មិនអោយកាន់អីចេះតែខំលុកយកអឺតយកណាអានោះវាអាចរបូតតងសុកអីមិនហ្នឹងណាអាចទៅអញ្ចឹងវាមានបញ្ហាអញ្ចឹងបុរាណលុកយល់ដឹងមានបទពិសោធន៍រឿងហ្នឹងក៏ណែនាំក្មេងៗស្ត្រីដែលតត្រង់កហ្នឹងគឺឲ្យមានការថែទាំខ្លួនយ៉ាងណាគឺមានរបៀបហ្នឹងតាមមានបទពិសោធន៍តាមពីយាយវាអីមកអញ្ចឹងផ្ដាំផ្ញើមកណាហ្នឹងគឺថែទាំណាអញ្ចឹងបានមិនមែនតែម្ដាយគឺឪពុកក៏មានទូនាទីថែទាំជួយសហការគ្នាដែរអញ្ចឹងបានមានឈ្មោះថាឪពុកម្ដាយគឺជាបពទេវីហ្នឹងណាអាហ្នឹងគឺទេវតាគឺជាអ្នករក្សាមើលថែប៉ុន្តែឪពុកក្មេកម្ដាយក្មេកជាទេវតាដូចជាទេវតានេះគឺសំដៅថាខ្លួនឯងជាអ្នកគោរពឪពុកម្ដាយក្មេកណាគោរពដូចទេវតាហ្នឹងគោរពឪពុកម្ដាយក្មេកហើយធម៌ហ្នឹងយើងមើលនៅក្នុងពុទ្ធសាសនានេះក៏មានការណែនាំព្រាហ្មណ៍បណ្ដៅដូចជានៅក្នុងដំណើររឿងជីវិតរបស់ឧបាសិកាវិសាខាដែលបានសោតាតាំងពី7ឆ្នាំមកប៉ុន្តែដល់មានស្វាមីมันត្រូវទៅនៅខាងស្វាមីណាមានទៅនៅខាងស្វាមីទៅធម្មតាឥណ្ឌាគឺនៅមិនដូចយើងខ្មែរណាខ្មែរទៅដឹងទៅនៅការខាងស្រីនៅខាងប្រពន្ធហ្នឹងទៅ
ហើយភាគច្រើនគឺនៅនឹងទៅតែក្រោយមកក៏ជួនកាលក៏វាទៅតាមស្ថានភាពខ្លះក៏មកនៅខាងប្រុសក៏មាន កណា ណាឬក៏គាត់ណាការហើយគេមានផ្ទះសម្បែងរៀងខ្លួនមានផ្ទះសម្បែងអីដាច់ដលែកហើយស្រេចក៏មានដែរ កណា ហ្នឹងសម័យឥឡូវគឺអាចមានអញ្ចឹងក៏មិននៅដាច់បែកពីឪពុកម្ដាយមកប៉ុន្តែពីដើមពីមុនមកគឺថានៅជាមួយនឹងឪពុកម្ដាយនិងមូលរយៈហើយហ្មងកវ័យកឆ្នាំងអីទៅក៏បែកចានបែកឆ្នាំងពីឪពុកម្ដាយទៅ កណា ណាប៉ុន្តែទំនៀមទម្លាប់ឥណ្ឌាហ្នឹងគឺថាមានស្វាមីគឺទៅនៅខាងស្វាមីណាហើយនិយាយពីសិទ្ធិអំណាចគឺរៀងយ៉ាប់ដែរនិយាយពីតាមប្រវេណីណា ពេលនេះដែលថាគ្រាន់តែអឺតមើលហើយថាស្វាមីលក់ដូរអញ្ចឹងទៅជាងគ្រាន់តែអឺតមើលជួយលាងចានលេអីចឹងណា កណា មកចេញមុខលក់ហ្មងអត់បាន កណា កណា ចិនហើយឥណ្ឌាហ្នឹងក៏រៀងនិយាយទៅថារឿងស្ត្រីអត់សូវមានតម្លៃអាចថាវប្បធម៌ខ្លះគឺមានការគៀបសង្កត់ទៅលើស្ត្រីច្រើន កណា ណាដូចអត់មានសិទ្ធអញ្ចឹងណា កណា ទៅនៅខាងស្វាមីអញ្ចឹងជួនកាលរៀបចំចំណីចំណុកអាហារបរិភោគអីខ្លួនឯងដូចអ្នកបម្រើអញ្ចឹង កណា ដល់ក្រុមគ្រួសារនឹងបរិភោគឲ្យអស់អញ្ចឹងទៅចាំខ្លួនឯងបានទទួលទានហូបទៅវិញខាងក្រោយ កណា ហើយបើសិនជាស្វាមីនឹងបាត់បង់ជីវិតទៀតខ្លួនឯងក៏នៅក្នុងអំណាចនៃនេះហ្នឹងគឺអត់មានសិទ្ធទៅនេះទៀតប៉ុន្តែក្រោយមកធម្មតាណាមានសិទ្ធនោះមានអីចឹងណាប៉ុន្តែតាមវប្បធម៌អីយើងសិក្សានៅក្នុងវប្បធម៌ណាប្រទេសខ្លះកន្លែងខ្លះគឺតាំងតែង កណា ណាហើយអត់សូវឲ្យតម្លៃដូចខ្ញុំបម្រើអញ្ចឹងខ្ញុំបម្រើដាច់ថ្លៃអញ្ចឹងអត់មានសិទ្ធសម្រាប់អត់មានសិទ្ធអីថាទៅយកប្តីគ្រួសារអីទៀតគឺអត់ទេ ណា ណាជួនកាលឲ្យសាច់ញាតិខាងស្វាមីហ្នឹងគឺមានបរោះខាងស្វាមីសាច់ញាតិហ្នឹងគឺឲ្យមកយកបន្តដើម្បីមើលថែកូននេះក៏បានដែរទៅជាប្តីប្រពន្ធបន្ទាប់មកទៀត កណា ក៏មានខ្ញុំធ្លាប់ដឹងមកណាតើតើជាមួយការសិក្សារៀនសូត្រនៅក្នុងវប្បធម៌វប្បធម៌ផ្សេងៗគ្នា ជាសំគុំឲ្យឆ្ងាយណានៅគៀកញាតវិញ ប៉ុន្តែស្រុកខ្មែរយើងគឺប្រពៃណីគឺជាពិសេសគឺថាមេនេះគឺឲ្យតម្លៃគឺជាធំហើយក ណា កណាមិនមានពាក្យហៅមេហៅអីហ្នឹងគឺមានតម្លៃបាច់តែសិទ្ធិមនុស្សនេះគឺថាសិទ្ធិស្មើគ្នាណាលើកកម្ពស់ស្ត្រីហ្នឹងគឺអត់មានបៃនេះណាដល់រូបរត់គៀបសង្កត់ដាក់តម្លៃអីដោយស្រុកប្រទេសអីដទៃក្រៅឯណាតែខ្មែរគឺមានការលើកកម្ពស់តម្លៃស្ត្រីអញ្ចឹងនៅសេចក្តីហ្នឹងគាត់និយាយជាប់ជាមួយនឹងភាពខុសគ្នារវាងខ្មែរយើងហើយឥណ្ឌាណាជួនកាលក៏យើងចេះថាយើងឆ្លងពីវប្បធម៌ឥណ្ឌាមកតាមនាងលីវីជីហើយប្របាទហ៊ុនទៀនអីមកអញ្ចឹងណាប៉ុន្តែអ្នកសិក្សាប្រវត្តិសាស្ត្រយើងដែលលោកលើកមកដើម្បីវិភាគមើលថាតើវប្បធម៌យើងមកពីឥណ្ឌាមែនអត់ហើយមកពីឥណ្ឌាមិនបើឥណ្ឌាវាអត់មានឲ្យតម្លៃស្ត្រីផងហ្នឹងណា បើការឲ្យទៅជាប្រពន្ធគេហ្នឹងគឺដូចជាដាច់ថ្លៃយ៉ាងហ្នឹង ណា ណាហើយមកខ្មែរយើងអត់មានចឹងទេអញ្ចឹងកន្លែងហ្នឹងឯងតែថាវាមិនមែនជាការចម្លងវប្បធម៌អំពីឥណ្ឌាមកទេ កណាខាងថាសាសនាហ្នឹងវារួមគ្នាមែនប៉ុន្តែវប្បធម៌ហ្នឹងវាខុសគ្នា កណា វាយើងតវងមករបស់យើងផ្សេងណា កណា កណា ប៉ុន្តែវាមិនដាច់ទាំងអស់ទេណាថាវាមានលីឡំធម្មតាទេ កណា បើយើងថៃទៅខ្មែរថៃទៅវិញទៅមកហ្នឹងវាលោកឡំគ្នាវាឆ្លងគ្នា ណា ឥឡូវមកដល់រឿងថាសិទ្ធិនេះឧបាសិកាវិសាខាសិទ្ធិកូនសិទ្ធិតនញ្ជ័យសិទ្ធិ ណា នៅពេលដែលកូនរៀបអាពាហ៍ពិពាហ៍ហើយត្រូវទៅនៅខាងស្វាមីហ្នឹងឲ្យដំបូងមាន10យ៉ាងញាតិញោមនៅក្នុងហ្នឹងធ្លាប់នេះណាដំបូងមាន10យ៉ាងណា
ក្នុងហ្នឹងវារួមទាំងការប្រតិបត្តិជាមួយប្តីផងទាំងពុកក្មេកម្ដាយក្មេកផងអញ្ចឹងបានប្រធានបទនេះយើងភ្ជាប់គ្នាតែម្ដងទៅតាក់ទងជាមួយនឹងវត្តបដិបត្តិនេះជាអ្នកស្ត្រីដែលជាអ្នកមានម្ដាយក្មេកនិងឪពុកក្មេកដូចជាទេវតាមានអ្នកខ្លួនឯងហ្នឹងជាស្ត្រីហ្នឹងជាកូនប្រសាហ្នឹងត្រូវមានការគោរពប្រណិប័តម្ដាយក្មេកឪពុកក្មេកដូចម្ដាយឪពុកបង្កើតខ្លួនឯងអញ្ចឹងហើយបើក្នុងតួនាទីក្នុងរបស់ភរិយានិងស្វាមីស្ត្រីជាភរិយាមានន័យថារាប់អានញាតិទាំងខាងស្វាមីទាំងខាងខ្លួនឯងគឺដូចគ្នាណារាប់អានទាំងសងខាងហើយសង្គ្រោះអីព្រោះលុយកាក់ទ្រព្យសម្បត្តិគឺថានៅលើស្ត្រីជាមេផ្ទះជាអ្នកកាន់ទុកដាក់ណាប៉ុន្តែយើងមិននិយាយដល់ខ្លាយដល់ឥឡូវណាឥឡូវមានកាន់គណនីធនាគារអីរៀងខ្លួនជួនកាលតាមមុខរបររៀងខ្លួនអញ្ចឹងកាន់ណាហើយខ្លះក៏មានខ្លះក៏បរិសុទ្ធជាស្វាមីអ្នកកាន់លុយទៅវិញណាអញ្ចឹងស្ត្រីហ្នឹងអត់កាន់លុយទេណាជាងការកម្រងគាត់ធំណាប៉ុន្តែវាលំបាកខ្លះមានបញ្ហាខ្លះរហូតដល់មានបទចម្រៀងគេនោះឲ្យស្ដាប់ហ្នឹងរៀងកំសត់ទេតាទុកស្រីប្តីកាន់លុយណាស្ដាប់ទៅរៀងកំសត់ណាទុកប្តីទុកស្រីប្តីកាន់លុយគេណាលុយកាក់នៅប្តីទាំងអស់ណាហើយឲ្យមកហ្នឹងលៃលោកអីណាកូនទៅរៀនរបស់របរត្រូវប្រើឲ្យត្រូវសុំមកវាលំបាកនោះណាមើលកំសត់ត្រូវខ្ញុំចង់ដឹងវាយបទចម្រៀងហ្នឹងទៅទុកស្រីប្តីកាន់លុយកំសត់ស្ត្រីដែលមិនបានទុកដាក់ប្តីមិនអនុញ្ញាតឲ្យទុកដាក់លុយកាក់ខ្លួនឯងណាដូចយើងធ្លាប់ឆ្លងកាត់មើលចឹងសង្កេតមើលវាមានចឹងមែនដូចថាគម្រោងគាត់ធំគាត់កាន់ខាងគម្រោងរដ្ឋាភិបាលធំចឹងណាចឹងទៅគាត់លុយនៅគាត់ហើយកណាអាហ្នឹងធម្មតាដែលលុយតាក់ទងក្រុមហ៊ុនតាក់ទងអីវាប៉ុន្តែលុយសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារនេះត្រូវការចាយវាយមិនណាសុំចាំសុំរហូតគាត់ដូចថាគាត់ថាសុំដែរដូចថាធ្វើបនអញ្ចឹងទៅធ្វើអីមួយហ្នឹងគាត់សុំដូចថាធ្វើកត់លោកមួយណាគាត់ប្រកេនលោកមួយសុំហ្នឹងគ្រួសារគាត់ប៉ុន្តែគាត់ថាវាគួរតែការចាត់ចែងព្រោះស្ត្រីជាមេផ្ទះអញ្ចឹងត្រូវការទៅផ្សារជួនកាលជូនកូនទៅរៀនត្រូវការបងសាលាជួនកាលទៅលៃលោកអីព្រោះប្រៃធ្វើការអញ្ចឹងទៅអញ្ចឹងតម្លៃបងទឹកបងភ្លើងអញ្ចឹងក៏បងស្ត្រីជាមេផ្ទះនឹងជាអ្នករ៉ាប់រងកិច្ចការងារនឹងហើយការងារដតីកប៉ិចកពុកអីទៀតត្រូវការចាយវាយត្រូវការប្រើប្រាស់អីហើយដល់លុយក្នុងកប៉ៅប្តីនោះនៅពេលត្រូវការឲ្យប៉ុណ្ណេះអញ្ចឹងឲ្យវាមិនក្រាន់ពិបាកលៃទៀតសូម្បីតែហូបប្រចាំថ្ងៃបើឲ្យតិចតួចហើយចង្កាឆាយវាទៅវាលៃពិបាកលៃវាអស់ទៅមានរឿងថងថាមិនក៏អស់ទៀតហើយតែមកឲ្យសោះហ្នឹងអញ្ចឹងវាធ្វើឲ្យលំបាកគ្នានេះនោះអ្នកចាត់ចែងនោះវាលំបាកអញ្ចឹងក្នុងពុទ្ធសាសនានេះក៏នៅសម្ដែងទុនទីហ្នឹងថាស្ត្រីហ្នឹងរវាងបុរសហើយស្ត្រីជាគូស្វាមីភរិយាហ្នឹងបុរសគឺផ្ដល់ភាពជាធំក្នុងការចាត់ចែងផ្ទះមើលថែទាំផ្ទះអីដូចជាមេផ្ទះអញ្ចឹងណាហើយបកគលទ្រព្យសម្បត្តិហើយខ្លួនឯងស្វាមីបកគលទ្រព្យសម្បត្តិអីមើលថែចាត់ចែងឲ្យល្អទាំងការសង្គ្រោះញាតិទាំងស្វាមីទាំងញាតិខ្លួនឯងណាមិនគិតតែញាតិខ្លួនឯងទេគឺថាដូចញាតិខ្លួនឯងដូចជាញាតិខាងស្វាមីញាតិខាងស្វាមីក៏ដូចញាតិខ្លួនឯងអាហ្នឹងវាទៅរស់នៅក្នុងចំណងនៃក្រុមគ្រួសារហ្នឹងបានស្អិតល្មុតល្អណាបើឃើញតែខាងឯងនៅខាងគេនោះវាមានខាងឯងខាងគេហ្នឹងអាហ្នឹងវាដូចទឹកឲ្យប្រេងណាវាអត់មានចំណង
ព្រោះខាងសាច់ញាតិគឺធម្មតានេះគឺថាស្រឡាញ់រាប់អានហើយដល់ខាងសាច់ថ្លៃមិនស្រឡាញ់រាប់អានគ្នាអាហ្នឹងវារៀងញែកបែកខ្ញែកពីគ្នា ណា ណា ជាកែខ្លះក៏រើសអើងទៅថាអាងសាច់ថ្លៃអត់ ណា អត់សូវរាប់អានធ្ងន់ដូចជាសាច់បកើទេ ណា ណាអញ្ចឹងដល់ពេលយើងគិតទៅដូចថានៅក្នុងសង្គមគ្រួសារណាអញ្ចឹងគេមានស្វាមីមានកូនមានអីចឹងទៅអញ្ចឹងឲ្យស្រឡាញ់ស្មើគ្នាណា ណា កុំឲ្យរើសអើងណា ណា ណា អញ្ចឹងតកតងនឹងដំបូន្មាននេះឋានញ្ជ័យឲ្យដំបូន្មានដល់ឧបាសិកាវិសាខាដែលជាកូនស្រីរបស់ខ្លួនឯងហ្នឹង10យ៉ាងតាមពិតទៅឧបាសិកាវិសាខាជាសោតាបណ្ឌបកុលហើយទៅរស់នៅខាងស្វាមីនោះស្វាមីជាមិច្ឆាទិដ្ឋិទៀតហើយជួយទៀត ណា អានេះក៏ចង់បង្ហាញថាអ្នកដែលមានវត្តបដិបត្តិល្អមានសិលល្អហើយមានបញ្ញាអាចជួយសណ្ដោងក្រុមគ្រួសាររបស់ស្វាមីហ្នឹងឲ្យមកជាសមាទិដ្ឋិទៀត ណា ញាតិញោមធ្លាប់ឮឧបាសិកាវិសាខានៅពេលដែលលោកដើរនិមន្តមកបិណ្ឌបាតហើយឪពុកក្មេកខ្លួនឯងនេះគឺថាអត់មានកំពុងតែបរិភោគគឺអត់មានដែរអត់មានដាក់បាតទេដល់ហើយម្ដងទៀតអញ្ចឹងឧបាសិកាវិសាខាក៏ពេលមួយក៏ឃើញលោកមុនហោះថាលោកម្ចាស់មុនទៅមុខទៀតចុះកន្លែងនេះអត់បានដាក់ទេគឺឪពុកក្មេករបស់ខ្ញុំគឺគាត់កំពុងតែបរិភោគអាហារចាស់ពាក្យថាអាហារចាស់ហ្នឹងគឺគាត់យល់ថាទៅជាលិមួ ណា 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 អាហារចាស់ហ្នឹងហើយតាមន័យឧបាសិកាវិសាខាហ្នឹងគឺគាត់ចង់សំដៅថាបុណ្យចាស់ហ្នឹងណា ណា អាហារចាស់គឺសំដៅដល់បុណ្យចាស់មានន័យថាឪពុកក្មេកនឹងអត់បានធ្វើបុណ្យថ្មីសម្រាប់ឲ្យមានផលតទៀតទេគឺអារបស់ដែលកំពុងបរិភោគប្រើប្រាស់ហ្នឹងគឺជាបុណ្យចាស់ទេ ណា អញ្ចឹងបាននាងហ្នឹងថាកំពុងតែបរិភោគអាហារចាស់ប៉ុន្តែឲ្យទៅហ្នឹងក៏មានអ្នកការពារក្តីទៀតណា ណា តំណែងជ័យបញ្ជូនកូនស្រីទៅនៅខាងស្វាមីហ្នឹងគឺសិតតែមានអ្នកជំនុំជំរះក្តីមកក្នុងករណីមានរឿងរ៉ាវមកដោយមេធាវីអញ្ចឹងណា ណា អត់មានចិត្តតែបដិញអីខុសហើយលេងអត់មានគិតគូរវិនិច្ឆ័យឲ្យត្រឹមត្រូវដេញទៅនៅដេញបលែងចោលទេអត់ទេ ណា ណា គេរៀបចំប្រព័ន្ធ ណារៀបចំមានក្រុមការងារក្រុមវិនិច្ឆ័យក្តីអញ្ចឹងបានរឿងហ្នឹងមកយកមកវិនិច្ឆ័យមកថាអ្ហ្មិចបាននាងនឹងពោលថាអញ្ចឹងឪពុកក្មេងហ្នឹងបរិភោគអាហារចាស់អញ្ចឹងឪពុកក្មេងខឹងដល់មើលងាយគាត់បរិភោគអាហារចាស់នៃឲ្យស្ដាប់បានយើងដែលចង់សំដៅដល់គាត់យល់ហ្នឹងគឺថាបរិភោគលិមួប្រតាមពិតមិនមែនជានៃសេចក្តីដែលកូនមុសាគឺឧបាសិកាវិសាខាហ្នឹងចង់សំដៅដល់លិមុទេគឺថាបរិភោគបុណ្យចាស់ហ្នឹងហើយអញ្ចឹងអ្នកដែលកាត់ជំនុំជម្រះនៃសេចក្តីហ្នឹងទៅក៏គិតថាសម្រាប់ថានាងឧបាសិកាវិសាខាហ្នឹងគឺមិនមានទោសកំហុសទេហើយឪពុកក្មេកនេះក៏យល់ណាយល់នៃសេចក្តីហ្នឹងអញ្ចឹងគឺអត់មានរឿងត្រូវអត់មានការបែកបាក់បដិញអីទៅបានទេអាហ្នឹងតកតងជាមួយនឹងប្រាជ្ញាស្មារតីរបស់ឧបាសិកាវិសាខាណាដែលជ្រះថ្លាមុតមមក្នុងពុទ្ធសាសនាហើយនេះអ្នកមានសទ្ធាមុតមមជួយនៅក្នុងក្រុមគ្រួសារខាងឪពុកខាងស្វាមីហ្នឹងជួយឲ្យតាំងនៅក្នុងជាបុគ្គលដែលមានសមាទិដ្ឋិមានទិដ្ឋិត្រូវមានរឿងរ៉ាវសម្បើមមានការមិនពេញចិត្តជាមួយនឹងពុទ្ធពធប្រសងខាងស្វាមីហ្នឹងណាហើយសោតាបណ្ឌបុគ្គលអបសុកក៏ដូចនាងរឿងរ៉ាវជាមួយនាងសិរិមាហ្នឹងណាសិរិមាជាមួយកូនស្រីរបស់ប៉ុនអសទ្ធិ
ណា គឺណា មានស្វាមីទៅស្វាមីហ្នឹងជាមច្ឆតិថិណា ណា ណាហើយនាងនេះសោតាបណ្ឌបកុលជាមួយនឹងឪពុកម្ដាយហ្នឹងតាំងពីបានស្ដាប់ធម៌ព្រោះបានសទ្ធិព្រាមក្នុងរឿង7ថ្ងៃនោះចឹងឡើងជាសទ្ធិដំបងជាខ្ញុំបម្រើគេទេ ពុនៈនៃពុនៈហ្នឹង ណា គាត់ ប៉ុន្តែសទ្ធិ ណាគាត់ កូនឈ្មោះអីទេភ្លេច ណា ឈ្មោះឧត្តរា ឧត្រាណា ណា ឧត្រា ណា ណា ដែលព្រះ តោះ សិរី គ្នា បុត្រព្រះសិរីបុត្រចេញពីនិរោធសមាបត្តិ កណាតោះគ្នាជាមួយនាងសរិមា គឺណាគឺ នឹងស្រោចទឹកក្តៅដាក់នោះណា ណា វិស័យនៃសោតាបណ្ឌបកុលមានការឲ្យទានស្ដាប់ធម៌អីជាហូរហែអញ្ចឹងណាដល់ពេលនៅបំរើប្តីទៅអបសុកទៅជួលនាងសរិមានមកមានការរឿងហ្នឹងនេះលើកឡើងប្រហែលប៉ុណ្ណេះតែអញ្ចឹងអត់បានលើកថត10យ៉ាងនោះទេ ណា ហ្នឹងចង់លើកឡើងផ្ដោតទៅលើថាស្ត្រីដែលមានវត្តបដិបត្តិហ្នឹងគឺតំណែងចៃសទ្ធិហ្នឹងផ្ដាំកូនស្រីគឺឧបាសិកាភាសាខាងទៅនៅខាងស្វាមីហ្នឹងគឺត្រូវមានធម៌10យ៉ាងហ្នឹងឯងណាទី1ហ្នឹងគឺថាកំណំភ្លើងក្នុងទៅក្រៅ គឺណា ហ្នឹងញាតិញោមយល់ដែរមានន័យថាបញ្ហាអីក្នុងក្រុមគ្រួសារកុំនាំទៅខាងក្រៅដូចហែកគេបង្ហាញខ្មាស់អញ្ចឹងណា គឺណា ហើយបញ្ហាខាងក្នុងក៏កុំនាំមកខាងបញ្ហាខាងក្រៅអារឿងក្រៅគេខាងក្រៅនោះមកនាំមកឲ្យឆេះក្នុងក្រុមគ្រួសារខ្លួនឯងអាហ្នឹងទី2 គឺណា មិនត្រូវនាំភ្លើងក្រៅមកខាងក្នុងណាទី3គឺថាឲ្យអ្នកឲ្យដល់អ្នកគួរឲ្យដល់អ្នកគួរឲ្យទី3មានន័យថាឲ្យហ្នឹងដូចជាឲ្យរបស់ខ្ចីអញ្ចឹងណា គឺណា អ្នកដែលគួរឲ្យគឺថាអ្នកបើអ្នកខ្ចីទៅវាមកវិញ គឺណា ខ្ចីទៅវាខ្ចីហើយវាទុំ គឺណា ណាតែខ្ចីអត់ទុំអាហ្នឹងក៏ឲ្យទៅធម្មតាទេតែស្ត្រីដែលក្នុងក្រុមគ្រួសារដែលមានការរក្សាទុកដាក់ទ្រព្យសម្បត្តិស្វាមីរកមកគឺបកគលឲ្យទុកដាក់អញ្ចឹងការចាត់ចែងទៅលើទ្រព្យសម្បត្តិហ្នឹងជារបស់ខ្ចីអីគឺនៅលើដៃស្ត្រីជាអ្នកចាត់ចែងណាតើគួរឲ្យដល់នរណាមិនគួរឲ្យដល់នរណាមើលទៅខ្ចីទៅបាត់អញ្ចឹងអាហ្នឹងឲ្យខ្ចីទៀតគឺមុខវិនិច្ឆ័យហើយ លំខ្លួន ណាអញ្ចឹងទី3ហ្នឹងឲ្យដល់អ្នកដែលគួរឲ្យទី3ទី4គឺមិនត្រូវឲ្យដល់អ្នកដែលមិនគួរឲ្យមិនត្រូវឲ្យដល់អ្នកដែលមិនគួរឲ្យអាហ្នឹងដូចវិចារន័យហ្នឹងវាពីរហ្នឹងវាភ្ជាប់គ្នាទេបើន័យថាមិនគួរឲ្យដល់អ្នកដែលមិនត្រូវឲ្យដល់អ្នកដែលមិនគួរឲ្យអ្នកមិនគួរឲ្យហ្នឹងគឺអ្នកខ្ចីអត់ផ្ទុំនឹងឯង គឺណា ណាហើយឲ្យដល់អ្នកគួរឲ្យគឺថាឲ្យដល់អ្នកតែខ្ចីឲ្យសងវិញទី3ទី4ហ្នឹងណាទី5គឺឲ្យដល់អ្នកដែលគួរឲ្យខ្លះមិនគួរឲ្យខ្លះ គឺណា មានន័យថាឲ្យហ្នឹងជួនកាលខ្ចីទៅមែនប៉ុន្តែក៏ខ្លះក៏គ្នាវាខ្វះខាតជីវភាពនឹងវិធីទាល់ទៅវាទាល់គ្នាវាមិនបំណងអីមិនសងអីណាដូចថាបច្ចុប្បន្ននេះវាមានហេតុការណ៍អីចឹងណា គឺណា ជាក់ស្ដែងនៅក្នុងសង្គមយើងឥឡូវនេះកំពុងតែការងារធ្វើមានមុខរបរមិនចំណូលអីតាមត្រូវទៅហើយមានខ្ចីធនាគារអីយកមកបង្កើតមុខរបរឬក៏មកសាងសង់លំនៅឋានដើម្បីបាននៅហើយមានមុខរបរអីជាទៀងទាត់ដើម្បីបងធនាគារដល់ពេលសង្គមយើងវាមានវិបត្តិចឹងមកវាបាត់ចំណូល គឺណា អញ្ចឹងអាការសងធនាគារវិញក៏វាមិនដឹងយកអីទៅសងអាហ្នឹងវាមានបញ្ហាអញ្ចឹងអញ្ចឹងបានតែកន្លែងហ្នឹងថាគួរឲ្យដល់បុគ្គលដែលមិនគួរឲ្យខ្លះដល់បុគ្គលដែលគួរឲ្យខ្លះ គឺណា ណាពេលខ្លះក៏នឹកឃើញឧបការៈដែលធ្លាប់មានឧបការៈជាមួយអញ្ចឹងក៏លះឲ្យទៅក៏មានដែរ គឺណា ណាដូចយើងជាក់ស្ដែងដូចថាក្រុមគ្រួសារយុទ្ធជនវរៈកងតបអញ្ចឹង គឺណា ណាកូនឪពុកនៅជួរមុខ គឺណា សាប់តែម្ដាយឬក៏ប្រពន្ធនៃឈឺឲ្យទៅពេទ្យឃើញគេថតមកអមិនពេទ្យគិតក៏លុយមុនអីមិន
គ្នានេះតាក់តងទៅជួមុខនោះលើសូថាឲ្យជួយមើលសិនទៅណាខ្ញុំនៅមុខនេះនៅពាំងក្របនេះហើយរលុយណាវាគួរតែនឹកឃើញហ្នឹងអាកន្លែងហ្នឹងវាមានរឿងកើតមានរឿងកើតប៉ុន្តែក្រោយមកគឺសុវត្ថិកែប្រែវិញហ្នឹងល្អវិញណាវាគួរតែភ្ញាក់ណាគ្នាលះបង់ជីវិតក្នុងក្រុមគ្រួសារហ្នឹងទាំងប្តីផងទាំងឪពុកផងនៅយកជីវិតទៅបដូរនៅឯនោះហើយគាត់ថាជំងឺគ្នាមានអាសន្នប៉ុណ្ណឹងមិនជួយគ្នាវាមិនត្រូវណាវាគួរឲ្យអាសូរដល់ពេលខ្លះទៅពេទ្យខ្លះវាមានទម្លាប់មកមិនល្អអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ណាប៉ុន្តែដោយចង្កាប់ផ្សព្វផ្សាយទៅមហាជននេះក៏ចេះតែតេះដៀលឲ្យគេឈឺឆ្អាលខ្លាំងទៅក៏មានការកែប្រែហ្នឹងល្អមកវិញហ្នឹងតកតងជាមួយនឹងគួរឲ្យដល់បកគលឲ្យគួរឲ្យខ្លះមិនគួរឲ្យខ្លះណាពេលខ្លះក៏ត្រូវលះបង់ទៅទី6គឺថាអង្គុយជាសុខណាទី7បរិភោគជាសុខនេះទី6អង្គុយជាសុខនេះមិនថាតកតងជាមួយនឹងអេរិយាបថមិនមែនអង្គុយតែម្យ៉ាងទេគឺទាំងដេកទាំងដើរអេរិយាបថដើរឈរអង្គុយអីហ្នឹងថានៅចំពោះមុខម្ដាយក្មេកឪពុកក្មេកគឺថាត្រូវមានអេរិយាបថមួយមានការគោរពក្រែងតែឯងចំពោះឪពុកម្ដាយក្មេកណាមិនមែនតែយើងឯងចង្ងាងទេចង្ងាងគាត់នៅអញ្ចឹងទៅយើងដើរចឹងសឹងតែជន់គាត់ហ្នឹងណាឬក៏ដើរទៅញ៉ែទៅខើញសពុតអីនៅក្បែរសឹងតែថាក្របស្រងនឹងពីលើក្បាលគាត់វាអានេះគ្រាន់តែថាជាពាក្យនិយាយទេណាវាខ្វះការគោរពប្រណិប័តឪពុកម្ដាយក្មេកណាកុំឲ្យដល់ថ្នាក់ហ្នឹងអាហ្នឹងគាត់នៃប្រៀបធៀបចង់ថាមានអេរិយាបថទាំងដើរទាំងអង្គុយទាំងឈរហ្នឹងគឺថាចំពោះមុខម្ដាយឪពុកក្មេកនេះគឺមានការគោរពអញ្ចឹងបាននៅក្នុងទី6ហ្នឹងអង្គុយជាសុខក្នុងន័យហ្នឹងសេចក្តីបញ្យល់ថាវាតកតងជាមួយនឹងការគោរពអេរិយាបថដែលត្រូវគោរពឪពុកម្ដាយក្មេកទី7បរិភោគជាសុខអាហ្នឹងរៀបចំចំណីចំណុកអាហារបរិភោគអីជូនឪពុកម្ដាយក្មេកហ្នឹងគឺតែមុនអញ្ចឹងទៅណាមែនទេចំបានរួចហើយវត្តខ្លួនឯងឡើងមិនឆ្អែតហើយចាំឲ្យរៀបចំសម្រាប់ឪពុកម្ដាយក្មេកហ្នឹងដូចជាអ្នកបម្រើអីចឹងវាអត់ទេមិនមែនជាលក្ខណៈនៃការប្រណិប័តឪពុកម្ដាយក្មេកហ្នឹងដូចជាទេវតាទេណាទី7ណាទី8ដេកជាសុខដេកហ្នឹងគឺរៀបរយដេកមិនដេកមុនឪពុកម្ដាយក្មេកទេដេកក្រោយមើលការខុសត្រូវរៀបចំបដាបដាអីណានៃអីបានសពគ្រប់ស្រួលបួលហើយចាំខ្លួនឯងចូលដេកណាទី9បំរើភ្លើងនេះបំរើទាំងស្វាមីទាំងឪពុកម្ដាយក្មេកហ្នឹងណាមានការគោរពប៉ុន្តែហ្នឹងវាមិនមែនថាស្ត្រីហ្នឹងត្រូវបំរើអីហ្នឹងដូចខ្ញុំកញ្ជះទេណាមានន័យថាគូស្វាមីភរិយាហ្នឹងគឺសហការគ្នាទេប៉ុន្តែនិយាយពីតួនាទីរបស់ស្ត្រីជាភរិយាហ្នឹងគឺថាបំរើភ្លើងហ្នឹងអាហ្នឹងដូចជាភ្លើងអញ្ចឹងណាភ្លើងត្រូវប្រយ័ត្នណាភ្លើងអគ្គិសនីក៏ដោយភ្លើងអុសក៏ដោយភ្លើងហ្គាសក៏ដោយភ្លើងបន្ទាបភ្លើងណាយើងប្រើដើម្បីចម្អិនអាហារណាអញ្ចឹងប្រកាត់ភ្លើងហ្នឹងក៏រៀបចំមានចក្រានមានអីចឹងប្រយ័ត្នតែពីទៅពីពេកវាអាចឆេះផ្ទះណាអគ្គិសនីក៏ចឹងដែរប្រើអត់ដឹងរបៀបនេះហ្នឹងចេះបាណាប្រើខ្សែភ្លើងនឹងដាក់ឯងរបស់អ៊ុតផងឆ្នាំងអ៊ុតដាំទឹកផងដាំបាយផងអីផងហ្នឹងឡើងខ្សែក្តៅហើយហ្នឹងដាក់ហ្នឹងឆេះទុះផ្សេងឆេះផ្ទះណាអញ្ចឹងប្រើប្រាស់ក្នុងន័យប្រុងប្រយ័ត្នមិនគោរពកិច្ចការងារហ្នឹងណាដោយស្មារតីកុំចេះបាណាហ្នឹងទី9ទី10នេះនមស្ការទេវតាខាងក្នុងគឺសំដៅដល់ហ្នឹងនៃចំគឺទេវតាក្នុងផ្ទះហ្នឹងគឺថាឪពុកម្ដាយក្មេកទាំងឯង
ណា ណាហ្នឹង10យ៉ាងនេះ ណា ចឹងតើតើមួយកិច្ចប្រតិបត្តិហ្នឹងគឺលើកឡើងប៉ុណ្ណឹងប្រកេនលោកចាស់ ណាសូមអរគុណណាគុណចាស់ព្រះបានលើកល្អនៅក្នុងវត្តបដិបត្តិរបស់ភរិយានិងភរិយានិងនិវិសាខាក្តីឬក៏មូលិកាទេវីក្តីចឹងនៅក្នុងការវត្តបដិបត្តិហ្នឹងចឹងយើងយកនេះក៏ជាទ្រឹស្ដីមួយប៉ុន្តែយើងអនុវត្តផ្ទាល់យើងបដិបត្តិផ្ទាល់ចឹងយើងត្រូវយោគយល់គ្នាចឹងស្វាមីក៏អនុគ្រោះដល់ភរិយាដែរចឹងអត់មានថាឲ្យភរិយាបំរើរហូតអត់ទេចឹងយើងត្រូវជួយការងារចែករំលែកហើយមួយទៀតភរិយាគាត់ជាអ្នកឆ្លៀសវៃដើម្បីគាត់ដែលថាបុគ្គលដែលថាដើរខុសពុទ្ធសាសនាចឹងទៅសាសនាដទៃចឹងទៅចឹងគាត់ចេះបង្វែរពីព្រឹត្តិការណ៍សាសនាដទៃហ្នឹងឲ្យមកចូលក្នុងពុទ្ធសាសនាវិញដែលថាពុទ្ធសាសនាគឺជាសាសនាមួយដែលកំពូលបុគ្គលឯកបុគ្គលដែលត្រាស់ដឹងនៅក្នុងលោកចឹងណាចឹងដើម្បីឲ្យទៅជាបុគ្គលដែលសមាទិដ្ឋិនិងកុំឲ្យធ្លាក់ក្នុងមិច្ឆាទិដ្ឋិចឹងទៅចឹងវាយល់ខុសនៅតាមខុសគន្លងរបស់ព្រះពុទ្ធចឹងទៅចឹងវាអាចធ្លាក់ចាកនិងធ្លាក់ទៅក្នុងកំណើតដែលមិនល្អចឹងដូចថារៀបចំអរិយាបថហ្នឹងឲ្យល្អទៅតាមនៅតាមពុទ្ធសាសនាទៅតាមវត្តបដិបត្តិនៅក្នុងពុទ្ធឱវាទរបស់ព្រះអង្គហ្នឹងចឹងកម្មវិធីក៏ចូលមកដល់ទីបញ្ចប់នឹងចឹងទៅចឹងក៏ខ្ញុំកណាទាំងពីរព្រះអង្គបានសម្ដែងធម៌រយៈពេល1ម៉ោងចឹងទៅចឹងប្រគេនបុណ្យនិងជូនបុណ្យដល់កណាគុណចាស់និងញាតិញោមផងដែរនិងសូមអនុមោទនាចឹងកម្មវិធីសំឡេងពធវត្តសំពងមាសក៏ចូលមកដល់ទីបញ្ចប់ក៏សូមក្រាបថ្វាយបង្គំលានិងចម្រើនពរលា It's 8 o'clock. ពិធីបុណ្យសិទ្ធិព្រះ